តើអ្នកនរគ្នាចង់ដឹងឲ្យមែនថានឹងមានរឿងអីកើតឡើងនៅពេលដែលអ្នកនរគ្នាធ្វើវាដោយមិនបោះបង់ What is gonna be happen if you don't give up on it ខ្ញុំដឹងថាពេលខ្លះវាពិតជាពិបាកនៅក្នុងការចាប់ផ្ដើមធ្វើអ្វីមួយចុះបើយើងគិតថាយើងដល់ពេលកណ្ដាលផ្លូវហើយបើយើងអត់បោះបង់វាតើនឹងមានរឿងអីកើតឡើងហើយលទ្ធផលនឹងទៅជាបែបណាប៉ុន្តែនៅក្នុងដំណើរដែលយើងចាប់ផ្ដើមធ្វើវាហើយដល់ពេលកណ្ដាលផ្លូវយើងស្រាប់តែមានអារម្មណ៍ថា Oh it is not easy like we think or say យើងត្រូវដឹងថា everything it take time ដូច្នេះហើយរឿងមួយចំនួនក៏វាត្រូវការពេលវេលាដើម្បីមកបញ្ជាក់ថារឿងដែលយើងបានធ្វើហ្នឹងវាសមនឹងទទួលបានលទ្ធផលបែបណាដូចគ្នាមិនយូរមិនឆាប់ទេអ្នកអាចធ្វើវាបានហើយអ្វីគ្រប់យ៉ាងនឹងល្អប្រសើរអ្នកទាំងអស់គ្នាត្រូវចាំរឿងមួយថាការខិតខំប្រឹងប្រែងគឺមិនដែលក្បត់អ្នកទាំងអស់គ្នាទេអ្នកទាំងអស់គ្នាបានចំណាយទឹកចិត្តក៏ដូចជាពេលវេលាជាច្រើននៅក្នុងការធ្វើរឿងហ្នឹងអញ្ចឹងវាគួរតែគ្រប់គ្រាន់ហើយ for begin crying begin sad and saying tomorrow ចាប់ផ្ដើមធ្វើវាដោយយកចិត្តទុកដាក់ទោះបីវាជារឿងតូចតាចមិនក៏ដោយឬក៏ការងារតូចតាចក៏ដោយព្រោះថាការងារធំជាច្រើនគឺចាប់ផ្ដើមពីរឿងតូចតាចហ្នឹងហើយ It's like ធ្វើវីដេអូវាអត់មានអ្នកមើលវាមាន view យើងតែចាប់ផ្ដើមធ្វើវាមិនដែលថាយើងចាប់ផ្ដើមធ្វើភ្លាមយើងល្បីយើងមាន view ច្រើនភ្លាមទេខ្ញុំបាននិយាយខាងលើចឹង everything it take time អញ្ចឹងបើធ្វើវីដេអូយើងចង់ធ្វើមែនយើងបានចំណាយពេលវេលាក៏ដូចជាកម្លាំងកាយចិត្តច្រើនហើយនៅក្នុងការធ្វើវីដេអូហ្នឹងអញ្ចឹងយើងចាប់ផ្ដើមធ្វើបន្តទៀត It's gonna be happen បើយើងអត់បោះបង់វា100វីដេអូវាមិនដែលថាអត់ផ្ទុះអីមួយវីដេអូទេ So do it ធ្វើវាបន្តទៀតអ្នកទាំងអស់គ្នាធ្វើវារហូតដែលអ្នកទាំងអស់គ្នាទទួលបានលទ្ធផលមួយដែលជាទីគប់ចិត្តអ្នកទាំងអស់គ្នាដោយប្រយោគមួយដែលខ្ញុំបានលើកគេនិយាយថា If you want something as bad as you want to break you will successful one day អញ្ចឹងនៅពេលដែលយើងធ្វើរឿងអីមួយដូចជាការកដោនៅក្នុងការរស់ឬក៏ការដកដង្ហើមរបស់យើងនោះអ្នកទាំងអស់គ្នានឹងជោគជ័យនៅក្នុងថ្ងៃណាមួយគ្រាន់តែអ្វីគ្រប់យ៉ាងគឺត្រូវការខិតខំប្រឹងប្រែងក៏ដូចជាការមិនបោះបង់ការតស៊ូអត់ធ្មត់របស់អ្នកទាំងអស់គ្នាហ្នឹងហើយដែលជាគ្រឿងផ្សំនៅក្នុងការទទួលបានលទ្ធផលល្អនិងទីគប់ចិត្តរបស់អ្នកទាំងអស់គ្នាអ្នកទាំងអស់គ្នាគួរតែនិយាយប្រាប់ខ្លួនឯងថា You gonna make it I'm gonna make it I believe on yourself I can do it I can do everything what I want I can do it I am amazing អ្នកទាំងអស់គ្នាគួរតែនិយាយប្រាប់ខ្លួនឯងថាខ្ញុំពិតជាមានមោទនភាពចំពោះខ្លួនឯងដែលខ្លួនឯងដឹងថាខ្លួនឯងចង់ធ្វើអីនិងចង់បានអីធ្វើវាបន្តទៀតអ្នកទាំងអស់គ្នាចាំមើលថានឹងមានរឿងអីកើតឡើងបើសិនអ្នកទាំងអស់គ្នាអត់បោះបង់វាចោលនៅក្នុងការធ្វើរឿងមួយហ្នឹងវីដេអូនឹងមានតែប៉ុណ្្នឹងអ្នកទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយ